ចាសម្រាប់បងប្អូនខ្មែរដែលរស់នៅប្រទេសជប៉ុនប្រហែលជាធ្លាប់ឮប្រភេទផ្សារ free market ហើយផ្សារនេះផងដែរគឺជាប្រភេទផ្សារលក់របស់ម្ទឹកពីប្រជាពលរដ្ឋជប៉ុនដែលគាត់មានរបស់របរប្រើប្រាស់តែឈប់ប្រើយកមកដាក់លក់រួមគ្នាក្នុងតម្លៃមួយធូរថ្លៃ100 yen 200 yen 300 yen ជាដើមប្រជាជនជប៉ុនគឺពួកគាត់ចូលចិត្តដើរមើលហើយក៏ដើរទិញជាប្រភេទរបស់របរដែលពួកគាត់ចង់បានដែលមានតម្លៃធូរនេះផងដែរទាំងខ្ញុំទាំងគេទាំងគ្រួសារខ្ញុំក៏ដើរមើលដែរអត់តែរបស់ណាចង់បានត្រូវទិញគឺទិញតែម្ដងភាសាជនជាតិជប៉ុនពួកគាត់តែងតែសន្សំសំចៃដល់លើការចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់នៅក្នុងកម្មវិធីបុណ្យនៅ Showa no Morikoen ក៏មានកម្មវិធីក្មេងៗសម្ដែងសូរចារាំក្បាច់រាំផ្សេងៗជាច្រើនបទលើពីហ្នឹងគឺនៅមានប្រជាពលរដ្ឋដែលគាត់ដាំដំណាំបានគាត់យកមកដាក់លក់ក្នុងតម្លៃធូរថ្លៃមែនតើ100 yen 200 yen 170 yen ជាដើមពួកខ្ញុំក៏បានទិញផងដែរមានដូចជាស្ពៃចាហើយបងប្អូនណាដែលគាត់អត់សូវមានលុយអាចទំពេលមានកម្មវិធីបុណ្យដែលគេរៀបចំដោយសាលាក្រុងភូមិស្រុកដែលនៅជិតបងប្អូនអាចទៅរកទិញនៅកន្លែងបុណ្យចឹងបានដោយសារវាតម្លៃធូរចារបស់របរប្រើប្រាស់របស់ញ៉ាំជាដើមក្នុងកម្មវិធីនេះគឺសប្បាយមែនតើបងប្អូនមានទាំងរបស់ញ៉ាំមានទាំងការបង្ហាញសូរមានទាំងការតាំងវិព័រចាមានការបោះតង់បែបលក្ខណៈគ្រួសារសប្បាយហើយនេះគឺជារូបភាពដែលខ្ញុំបានដើរចេញមកវិញហើយនៅតាមសួនហ្នឹងគឺគេបោះតង់លក្ខណៈគ្រួសារចា